ថ្ងៃនេះធ្វើម្ហូបលក្ខណៈប៊ូសវិញម្ដងតើបងប្អូនមកធ្វើឡាបតៅហ៊ូជាមួយខ្ញុំទាំងអស់គ្នាដំបូងយើងហាន់តៅហ៊ូដុំហ្នឹងឲ្យចេញជាដុំតូចៗសិនមកបងប្អូនបន្ទាប់មកយើងយកទៅចៀនឬមួយក៏ដុតណាសម្រាប់ខ្ញុំដុតនៅក្នុងម៉ាស៊ីន air fryer កម្ដៅ200អង្សារយៈពេល15នាទីប៉ោងដូចប្រហិតចៀនអញ្ចឹងយើងប្រើអង្ករលីង2ស្លាបព្រាបាយស្ករស1ស្លាបព្រាបាយម្ទេសម៉ដ្ឋ1ស្លាបព្រាបាយទឹកត្រី2ស្លាបព្រាបាយក្រូចឆ្មា2ចំណិតធំហើយនិងម្សៅស៊ុប1ចិបបន្ទាប់មកច្របល់ឲ្យវាចូលគ្នាសព្វល្អសម្រាប់ខាងបន្លែវិញយើងដាក់ផ្សិតស្រស់ជាមួយនឹងខ្ទឹមក្រហមចូលសិនមកបន្ទាប់មកចាក់តៅហ៊ូហើយកូរច្របល់ឲ្យវាចូលជាតិគ្នាល្អមកណាបងប្អូនចុងក្រោយគេដាក់ជីណាជាមួយជីវ៉ាន់ស៊ុយចូលទៅយើងដាក់អញ្ចឹងមិនបន្លែយើងអត់ជាប់ណាឃើញម្ហូបបួសអញ្ចឹងមែនប៉ុន្តែអត់ចាញ់ម្ហូបសាច់ទេណាបងប្អូនប្រូតេអ៊ីនក៏ខ្ពស់ហើយបើរសជាតិវិញផ្អែមជូរហឹរប្រៃមានមកកាផ្លេឆ្ងាញ់អស់ទាស់ហ្មង